ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងដំណើរផ្សងព្រេងអ្នកស្នងតំណែងធ្នូប្រលឹងភាគទី17-18ដែលជាភាគបន្តរបស់យើងឈុតថ្មីរបស់ស៊ូមូនេះគឺពិតជាជះរៀងសង្ហាខ្លាំងមែនទែនខាងក្នុងពណ៌ប្រផេះនិងខាងក្រៅពណ៌ខ្មៅធ្វើដំណើរជាបន្តទៅរកក្រុមអ្នកការពារដែលបត់ឆ្វេងបត់ស្ដាំបត់ឆ្វេងបត់ស្ដាំស៊ូមូនៅពេលនេះគឺបានវង្វេងទៅហើយមិនដឹងធ្វើម៉េចមានតែស្រ័យរកជំនួយរបស់គេគឺជាឈាមដៃគេក៏ពិភាក្សាគ្នាអ្នករត់តុកបានប្រាប់ខ្ញុំថាដើរតាមផ្លូវធំនេះ100ម៉ៃបន្ទាប់មកបត់ឆ្វេងឃើញផ្សារមួយក៏ប៉ុន្តែនៅពេលនេះម្ដេចក៏មិនឃើញផ្សារអញ្ចឹងឬក៏ពួកយើងធ្វើដំណើរខុសផ្លូវហើយច្បាស់ណាស់បើតាមអ្នកបម្រើនោះនិយាយនៅពេលដែលយើងបត់ស្ដាំប្រកាសជាអាចឃើញប៉មពណ៌សមួយនៅពេលនោះយើងគួរតែត្រូវបត់ឆ្វេងដោយសារតែវង្វេងផ្លូវមនុស្សមួយជាមួយនឹងបាក់សីមួយក្បាលដើរតាំងពីព្រឹករហូតដល់ល្ងាចទើបបានទៅដល់គោលដៅហើយបើគុំតែឈាមដៃឆ្លាតមិនដឹងជាស៊ូមូត្រូវវែងប៉ុន្មានថ្ងៃទេនៅពេលបានធ្វើដំណើរទៅដល់គេក៏ពិតជាសប្បាយចិត្តស្រែកអរគុណទៅកាន់ឈាមដៃនៅលើអាកាសរួចក៏ដើរចូលទៅខាងក្នុងអត់មើលគេមើលឯងទេត្រូវបានបរោះចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខសួរតែឯងទៅណាហើយមានកិច្ចការអ្វីដែរទៅលោកម្ចាស់សួរខ្ញុំឯនេះខ្ញុំគឺមករកការធ្វើប្រមូលអីវ៉ាន់ចេញពីទីនោះបរោះចំណាស់ក៏បានប្រាប់ទៅកាន់ស៊ូមូថ្មីនេះក្រុមដឹកជញ្ជូនមិនត្រូវការមនុស្សបន្ថែមទេបើសិនជាឯងចង់ធ្វើការងារអាចមកនៅពេលក្រោយបានបន្ទាប់ពីបានលើបែបនឹងស៊ូមូស្រងាក់ចិត្តតែម្ដងមិនដេញនឹងអាចទៅជាបែបនឹងទៅលោកម្ចាស់ខ្ញុំពិតជាបានធ្វើដំណើរច្រើនថ្ងៃណាស់តម្រាំតែអាចមកដល់ទីនេះខ្ញុំមិនអាចត្រឡប់ទៅវិញដោយដៃទៅទេគាត់ក៏បានតបដូច្នេះខ្ញុំក៏មិនអាចជួយអ្វីឲ្យបានដែរឃើញបរោះចំណាស់ម្នាក់នឹងដើរចាក់ចេញស៊ូមូបានស្រែកសួរពីខាងក្រោយអញ្ចឹងតើក្រុមដឹកជញ្ជូននឹងត្រូវការមនុស្សនៅថ្ងៃណាទៀតទៅខ្ញុំក៏មិនប្រកាសដូចគ្នាវាអាចឆាប់ហើយក៏នឹងអាយុដែរអាស្រ័យត្រង់ថាក្រុមដឹកជញ្ជូនពួកយើងមានអីវ៉ាន់ដែលត្រូវដឹកជញ្ជូនច្រើនឬក៏អត់ប្រើល្បឿននៅលឿនរបស់គេបង្ហាញខ្លួនម្ដងទៀតនៅចំពោះមុខបរោះម្នាក់នឹងធ្វើការគ្រប់រួចក៏និយាយបន្តអញ្ចឹងចុះបើសិនជាខ្ញុំស្ម័គ្រចិត្តធ្វើការឲ្យលោកម្ចាស់ហ្វ្រីរហូតដល់តែក្រុមដឹកជញ្ជូនត្រូវការមនុស្សតើលោកម្ចាស់នឹងយល់ព្រមឬក៏អត់ធ្វើការដោយមិនចង់បានប្រាក់បៀវត្សអញ្ចឹងស៊ូមូក៏បានតបត្រឹមត្រូវហើយនោះក៏ដោយសារតែការងារជាអ្នកការពារគឺជាក្តីសុបិនរបស់ខ្ញុំល្អអញ្ចឹងខ្ញុំនឹងអនុញ្ញាតឲ្យឯងចូលធ្វើការជាមួយនឹងក្រុមអ្នកដឹកជញ្ជូនក៏ប៉ុន្តែមិនមែននៅក្នុងឋានៈគឺជាអ្នកការពារទេគឺជាអ្នករុញរទេះនៅតាមផ្លូវតើឯងយល់យ៉ាងម៉េចដែរទឹកមុខគេបង្ហាញចេញពីភាពអ៊ូអាប់យ៉ាងខ្លាំងនៅពេលដែលបានឮបែបនោះឃើញទឹកមុខគេលោកម្ចាស់ម្នាក់នឹងក៏ដឹងថាស៊ូមូប្រកាសជាមិនយល់ព្រមទេតែគាត់គឺបានគិតខុសហើយស៊ូមូបានដាក់ដៃធ្វើការគោរពថែមទាំងសប្បាយចិត្តនិយាយសន្យាជាមួយនឹងគាត់នឹងព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាពថ្ងៃស្អែកក៏បានមកដល់ដូចជាអ្វីដែលបាននិយាយគ្នាកាលពីល្ងាចនៅពេលនេះស៊ូមូកំពុងតែប្រមូលអីវ៉ាន់ដាក់លើរទេះលពូវ័យរៀងចំណាស់ម្នាក់ក៏បានសួរទៅកាន់ស៊ូមូអាល្អិតឯងក៏ពិតជាមានកម្លាំងខ្លាំងណាស់តើឯងធ្វើការនៅផ្នែកងារដឹកជញ្ជូននេះយូរប៉ុណ្ណាហើយគេក៏បានឆ្លើយតបទាំងស្នាមញញឹមបាទលោកពូគឺ2ខែហើយរួចចោះថាតើឯងបានចូលរួមជាមួយនឹងក្បួននៃការដឹកជញ្ជូនបានប៉ុន្មានដងហើយដូចជា9ដងហើយការងារមួយនោះមើលទៅហាក់ដូចជាមិនសូវស្រួលប្រហែលទេគ្រាន់តែថាមើលទៅកាន់ទឹកមុខរបស់ស៊ូមូនិយាយទាំងញញឹមញញែមរហូតរួចចោះថាឯងក៏ជាអ្នកពិភពគុណដែរមែនទេខ្ញុំគឺតែងតែឃើញធ្នូមួយនៅលើខ្នងរបស់ឯងបន្តសើចទៅកាន់លោកពូស៊ូមូក៏បានប្រាប់មិនមែនទេវាគ្រាន់តែថាធ្នូមួយនោះគឺជាគេមរតកដូនតាហើយជារបស់តែមួយគត់ដែលគ្រួសាររបស់ខ្ញុំប្រគល់ឲ្យនេះជាមូលហេតុដែលខ្ញុំតែងតែដាក់វាជាប់ខ្លួនសម្រាប់ក្បួនដឹកជញ្ជូនលើកនេះវែងខុសប្រក្រតីហើយក៏ធំខុសពីធម្មតាអ្នកដឹកនាំក្បួនបាននិយាយទៅកាន់គ្នារបស់គាត់ជោគវាសនានៃភ្នាក់ងារដឹកជញ្ជូនរបស់ពួកយើងគឺពឹងផ្អែកទៅលើការដឹកជញ្ជូនមួយនេះហើយដូច្នេះត្រូវតែប្រុងប្រយ័ត្នតែត្រូវបានគ្នាគាត់ប្រាប់ថាមិនចាំបាច់ព្រួយបារម្ភនោះទេសមាជិករបស់ពួកយើងជើងនេះមានរហូតដល់តែ30នាក់ជាងហើយម្នាក់ធ្លាប់មានបទពិសោធន៍ឆ្លងកាត់នឹងការដឹកជញ្ជូនរាប់មិនអស់ប្រធានក្រុមនៃក្រុមដឹកជញ្ជូនម្នាក់ក៏បានបំបល់សេះមកជប់ក្បែរនឹងលោកពូដែលកំពុងតែបើកបរសេះដែលត្រូវបានអង្គុយក្បែរដោយស៊ូមូរួចសួរទៅកាន់គាត់អំពីផ្លូវទៅខាងមុខដោយសារតែផ្លូវមួយនេះគឺជាផ្លូវដំបូងដែលក្រុមដឹកជញ្ជូនបានធ្វើដំណើរដូច្នេះហើយមានតែត្រូវសួរអ្នកដែលធ្លាប់ដឹកជញ្ជូនចាស់ៗដូចជាលោកពូដែលនៅអង្គុយក្បែរស៊ូមូនោះឯងគាត់ក៏បានប្រាប់ថាវាគឺពិតជាមានផ្លូវពីរដោយផ្លូវមួយគឺជាផ្លូវវាងមួយទៀតគឺជាផ្លូវកាត់យើងចំណាយត្រឹមតែរយៈពេលកន្លះថ្ងៃនឹងអាចទៅដល់គោលដៅដែលឡែកសម្រាប់ផ្លូវវាងគឺយើងត្រូវចំណាយពេលរហូតដល់តែ4ថ្ងៃដើម្បីធ្វើដំណើរវាងភ្នំមួយនេះផ្លូវវាងគឺមានសុវត្ថិភាពចំណែកផ្លូវកាត់ភាគច្រើនគឺតែងតែជួបជាមួយនឹងក្រុមចោរប្លន់នៅពេលដែលបានលើបែបហ្នឹងមេកងនៃក្រុមដឹកជញ្ជូនបានប្រាប់ឲ្យគ្នាបង្វិលក្បាលរទេះហើយត្រូវធ្វើដំណើរឆ្លងទៅតាមផ្លូវកាត់បើមិនដូច្នោះទេវ៉ាន់ទាំងអស់នេះមិនអាចទៅដល់គោលដៅទៅតាមកាលកំណត់ឡើយគ្រាន់តែលើបែបហ្នឹងលោកពូចាស់ដែលបានអង្គុយក្បែរស៊ូមូនោះមានការភ័យខ្លាចព្រោះគាត់ធ្លាប់បានធ្វើដំណើរឆ្លងកាត់ទីនោះហើយក៏ត្រូវបានជួបប្រទះជាមួយនឹងក្រុមចោរប្លន់គាត់សឹងតែមិនអាចរក្សាជីវិតគង់បានផងកាលពីពេលនោះឆ្លងកាត់ជ្រលងមួយនៃជ្រលងភ្នំជាច្រើនដូចជាត្រូវបានហៅថាជ្រលងមាត់ខ្លានៅទីនឹងមានក្រុមចោរប្លន់ជាច្រើនក្រុមមិនត្រឹមតែប្លន់យកនៅទ្រព្យសម្បត្តិទេពួកគេថែមទាំងកាប់សម្លាប់មិនញញើតដៃទៀតផងតែដោយសារតែការងារគាត់គឺជាអ្នកដឹកជញ្ជូនហើយក៏ជាអ្នកបើកបរទេះហើយគាត់ក៏មិនអាចធ្វើអ្វីបានក្រៅពីស្ដាប់បញ្ជារបស់អ្នកដឹកនាំធ្វើដំណើរ2យាមក្រោយមកក្រុមរបស់ពួកគេគឺបានទៅដល់ជ្រលងមួយដែលត្រូវបានហៅថាជ្រលងមាត់ខ្លានោះហើយខណៈពេលដែលមានអ្នកការពារខ្លាកំពុងតែភ័យខ្លាចក៏មានអ្នកការពារខ្លាកំពុងតែផ្កើនផងដែរដោយសារតែពួកគេអាងថាខ្លួន
ឯងមានចំនួនច្រើនថែមទាំងនិយាយផ្កើនចង់ជួបជាមួយនឹងក្រុមចៅដែលនៅខាងមុខទៀតផងបើពួកគេហ៊ានបង្ហាញខ្លួនមែននោះខ្ញុំនឹងកាត់ក្បាលពួកចៅទាំងអស់នឹងយកទៅដាក់តាំងបង្ហាញនៅទីក្រុងឲ្យប្រជាជនទាំងអស់ដឹងថាក្រុមការពាររបស់ពួកយើងមានសមត្ថភាពខ្លាំងក្លាប៉ុណ្ណាឬនៅការនិយាយអួតអាងរបស់ពួកគេស៊ូមូបានត្រឹមតែធ្វើមុខស្មាហើយមិននិយាយឆ្លើយឆ្លងអ្វីទេដែលហេតុថាខ្លួនឯងមិនមែនជាមនុស្សធម្មតាស៊ូមូបានដឹងពីចលនាដែលមិនប្រក្រតីនៅក្នុងព្រៃនៅក្បែរនោះច្បាស់ណាស់ថាមនុស្សទាំងអស់នឹងគឺជាក្រុមចៅដែលពួកគេកំពុងតែនិយាយនឹងហើយចំនួនក្រុមចៅទាំងអស់នោះក៏ហាក់ដូចជាមិនតិចដែរបើនិយាយទៅវាអាចច្រើនជាងរហូតដល់តែ2ដងមកប្រៀបធៀបជាមួយនឹងក្រុមអ្នកការពារនេះភ្លាមនោះវាក៏ដូចជាអ្វីដែលស៊ូមូកំពុងតែគិតមែនសំឡេងស្រែកកងរំពងបានបន្លឺឡើងពីគ្រប់ជ្រុងការវាយប្រហាររបស់ចៅក៏បានមកដល់បាត់ទៅហើយមានទាំងឆ្វេងស្ដាំមុខនិងក្រោយប្រធានក្រុមនៃអ្នកដឹកជញ្ជូនបានស្រែកប្រាប់ឲ្យគ្នារបស់ពួកគាត់ឈប់ហើយធ្វើយ៉ាងណាត្រូវប្រកាសចិត្តថាការពារទំនិញនេះឲ្យបានល្អសើចចេញញញថ្មិញកហូបកាន់ដាវដ៏ធំនៅក្នុងដៃមេក្រុមចៅក៏បាននិយាយតើពួកឯងគឺជាភ្នាក់ងារដឹកជញ្ជូនដែលមានឈ្មោះថា1000ម៉ាយនឹងទៅមែនទេមេក្រុមនៃក្រុមដឹកជញ្ជូនក៏បានឆ្លើយតបត្រឹមត្រូវហើយចំណែកខ្ញុំគឺឈ្មោះលីចិនគឺជាប្រធានក្រុមនៃក្រុមដឹកជញ្ជូនដែលមានឈ្មោះថា1000ម៉ាយនេះដែរតើពួកលោកមានបញ្ហាអ្វីមែនទេទើបបានជាមកស្កាក់ផ្លូវពួកយើងឬបែបនោះគេក៏បានតបយ៉ាងគួរសមថែមទាំងធ្វើការគោរពទៅកាន់មេក្រុមនៃក្រុមដឹកជញ្ជូនលីជីនទៀតផងម្យ៉ាងវិញទៀតកុំព្រួយបារម្ភអីពួកយើងមិនមានបំណងអាក្រក់ទេគ្រាន់តែថាភ្លៀងមួយមេធំនេះបានធ្វើឲ្យផ្លូវឆ្លងកាត់ជ្រលងភ្នំរបស់យើងខូចខាតពួកយើងបានព្យាយាមសាងសង់វាបានយ៉ាងល្អដូច្នេះពួកយើងគ្រាន់តែចង់បានតម្លៃឈ្នួលនៃការឆ្លងផ្លូវនេះបន្តិចបន្តួចប៉ុណ្ណោះប្រធានក្រុមនៃក្រុមដឹកជញ្ជូន1000ម៉ាយក៏យល់នៅហេតុការណ៍មួយនោះដែរគាត់ក៏បានតបទាំងស្នាមញញឹមរួចក៏បានយកប្រាក់កាក់បន្តិចនោះទេបោះទៅឲ្យក្រុមចៅត្រឹមត្រូវហើយលបងផ្លូវខូចគឺត្រូវតែជួសជុលបែបហ្នឹងហើយនេះគឺជាទឹកចិត្តបន្តិចបន្តួចរបស់ពួកយើងសង្ឃឹមថាលបងនឹងព្រមទទួលយកហើយជួយបើកផ្លូវឲ្យពួកយើងបន្តដំណើរទៅខាងមុខផងភ្លាមនឹងក៏ស្រាប់តែបានឮសំឡេងស្រែកមិនដឹងថាអ្នកណាវិប្រហារអ្នកណាមុនទេដោយសារតែភាគនេះបានចប់បាត់ទៅហើយចាំបន្តិចអេដមីននឹងបន្តមួយភាគបន្ថែមទៀតជូនអ្នកទាំងអស់គ្នាខណៈពេលមេកំពុងតែចរចាគ្នាក៏រលេចទៅខាងក្រោយកូនចៅបានបើកនឹងការវាយប្រហារស៊ីសាច់ហត់ឈាមបាត់ទៅហើយពួកគេមិនទាន់អាចបែងចែកថាអ្នកណាគឺជាអ្នកវាយប្រហារអ្នកណាមុនឡើយវាគ្រាន់តែពេលនេះពួកចៅបានស្រែកកំហុកសម្រាប់ពួកគេអស់ទៅចំណែកក្រុមអ្នកការពារកាត់ក្បាលពួកចៅទាំងអស់នេះយកទៅស្រុករបស់យើងវិញបង្ហាញដល់អ្នកគ្រប់គ្នាសម្រាប់នៃការប្រយុទ្ធបានមលឺឡើងស្នូផ្លែដាវឈោងឆាំងនៃការប៉ះទង្គិចគ្នាក្រុមអ្នកការពារបានជេរប្រមាថទៅកាន់ក្រុមចៅទាំងអស់នោះគ្រាន់តែជាពពួកហ្វូងមនុស្សដែលមិនខ្លាចស្លាប់ហើយមិនធ្លាប់បានចូលសាលាហ្វឹកហាត់ក្បាច់គុណត្រឹមត្រូវបែរជាចង់ពាំងផ្លូវសេនាការពារដូចពួកយើងអញ្ចឹងជាក់ស្ដែងមើលទៅតាមការប្រយុទ្ធវាគឺពិតជាបែបហ្នឹងមែនក្រុមពពួកចៅក្រៅតែពីកម្លាំងនិងភាពក្លាហាននៅក្នុងការប្រយុទ្ធពួកគេគឺមិនសូវចេះក្បាច់គុណនោះទេប្រើកម្លាំងរាងកាយជាមួយនឹងកម្លាំងអាវុធក្រវ៉ាត់ចុះក្រវ៉ាត់ឡើងធ្វើការកាប់ចូលបើទោះបីជាបែបហ្នឹងក៏ដោយក្រុមចំនួនដ៏ច្រើនជាងរហូតដល់តែ2ដងមកប្រៀបធៀបជាមួយនឹងក្រុមអ្នកការពារក្រុមពពួកចៅហាក់ដូចជាមានប្រៀបជាងបន្តិចឆាប់ឡើងពួកឯងឆាប់ប្រយុទ្ធហើយឆាប់សម្លាប់ពួកគេអស់ទៅបើតាមពាក្យចចាមរាមបានលេចលឺឡើងមកអីវ៉ាន់នៅក្នុងរទេះនេះក៏ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកផ្សេងពួកគេគឺមិនបានដឹងថាអ្នកណាជាអ្នកបើកការវាយប្រហារមុនទេមិញនេះក៏ប៉ុន្តែស៊ូមូគឺបានដឹងក៏ដោយសារតែគេនៅលើរទេះបានឃើញកូនចៅម្នាក់មកនិយាយជាមួយនឹងអ្នកការពារនិងព្យាយាមសួរនាំឈ្មោះដើម្បីសំណេះសំណាលហើយត្រូវបានអ្នកការពារកាប់ចូលមួយដែរនេះគឺជាមូលហេតុដំបូងដែលធ្វើឲ្យពួកគេវាយប្រហារគ្នាដោយសារតែធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះជាច្រើនដងលោកពូដែលជាអ្នកបើកបរទេសនៅក្បែរស៊ូមូនឹងមិនហ៊ានកម្រាស់ខ្លួនឡើយជាចៃដន្យនៅពេលហ្នឹងស៊ូមូក៏ស្រាប់តែបំលាស់ទីឡើងទៅលើរទេះដែលធ្វើឲ្យលោកពូម្នាក់ហ្នឹងមានការព្រួយបារម្ភជាខ្លាំងនិយាយទៅកាន់ស៊ូមូអាលអិតមិនចាំបាច់ធ្វើសកម្មភាពទេក្រុមចៅទាំងអស់នោះមិនសម្លាប់អ្នកបើកបរទេសដូចជាពួកយើងឡើយឆាប់ឡើងចុះមកវិញប្រយ័ត្នមានគ្រោះថ្នាក់គ្រាន់តែថាគេមិនឈប់ងាកមកវិញញញឹមស្ញែងដាក់លោកពូបើកបរទេសរួចក៏បានដកចេញនូវគ្រាប់ព្រួញទី1បាញ់សម្ដៅទៅកាន់ចៅម្នាក់ចំកណ្ដាលបំពង់កស្រែកលាន់អករួចហើយស្លាប់បាត់បង់ជីវិតមួយរំពេចគ្រាប់ព្រួញទី2ទី3ទី4និងទី5បានហោះមកជាបន្តបន្ទាប់សម្លេងស្រែកជេរចាចបានមើលឬឡើងបន្ទាប់ពីត្រូវគ្រាប់ព្រួញពួកគេអាចមានសមត្ថភាពទប់រងជាមួយនឹងការកាប់ចូលរបស់សេនាការពារក៏ប៉ុន្តែគ្រាប់ព្រួយរបស់ស៊ូមូវាក៏ពិតជាលឿននិងរហ័សមួយគ្រាប់ណាក៏អាចធ្វើឲ្យពួកគេរបួសនិងស្លាប់បានដែរមេក្រុមនៃចៅជ្រលងភ្នំមាត់ខ្លាមគឺពិតជាស្រឡាំងកាំងនៅពេលបានឃើញកូនចៅរបស់ខ្លួនត្រូវបានស្លាប់នឹងរងរបួសត្រឹមតែមួយដង្ហើមនៃការបាញ់ព្រួញរបស់ស៊ូមូមេក្រុមលីជីនឃើញឱកាសល្អបែបហ្នឹងចាំកាលទៀនសម្រុកចូលទៅជំនុំផ្លែដាវស្រែកឡើងប្រកល់ជីវិតរបស់ឯងឲ្យមកខ្ញុំហ្មងមួយដាវនេះពុះតាំងពីបំពង់ករហូតដល់កណ្ដាលទ្រូងរបស់មេក្រុមចៅឃើញមេខ្លួនស្លាប់បាត់បង់ជីវិតបែបនេះហើយចាំកាលទៀនពួកអាចចែមកូនចៅទាំងអស់បានបញ្ញាបញ្ញាដកថយយ៉ាងរហ័សត្បិតតែក្រុមពួកគេអាចបណ្ដេញពួកចៅទាំងអស់នោះបានក៏ពិតមែនក៏ប៉ុន្តែក្នុងចំណោមសមាជិកជាង30នាក់មាន11នាក់បានស្លាប់រួមទាំង17នាក់ទៀតរងរបួសនេះគឺពិតជាការខូចខាតដ៏ធ្ងន់ធ្ងររបស់ក្រុមអ្នកដឹកជញ្ជូនបន្ទាប់ពីឆ្លងកាត់ការធ្វើការជាមួយនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកដឹកជញ្ជូនទាំងអស់នោះទំនាក់ទំនងរបស់ពួកគេសឹងតែអាចនិយាយបានថាដូចជាបងប្អូនទៅហើយដែលបញ្ជាក់បានថាការបាត់បង់សមាជិកការងារលើកនេះការឈឺចាប់របស់ពួកគេអាចប្រៀបធៀបជាមួយនឹងការបាត់បង់សមាជិកនៃគ្រួសារយ៉ាងដូចនោះដែរទាំងទឹកមុខមាំមេក្រុមក៏បានសរសើរទៅកាន់បច្ចេកទេសនៃការបាញ់ព្រួញ
ដល់ល្អឥតខ្យល់របស់ក្មេងប្រុសដែលនៅចំពោះមុខពួកយើងក៏បានជាពាក់គុណនឹងការជួយជីវិតរបស់ឯងហើយតើអាចប្រាប់ខ្ញុំបានទេថាឯងឈ្មោះអ្វីធ្វើការគោរពគេក៏បានប្រាប់ថាខ្លួនឈ្មោះស៊ូមូគាត់រត់ទៅភ្ញាក់ផ្អើលទៅទៀតនៅពេលដែលបានឃើញសម្លៀកបំពាក់ដែលស៊ូមូកំពុងតែស្លៀកអ្នកលើកអីវ៉ាន់អញ្ចឹងនេះគឺជាលើកទី1ហើយដែលខ្ញុំបានឃើញអ្នកលើកអីវ៉ាន់ដែលមានសមត្ថភាពដូចជាឯងជជែកគ្នាលេងមួយសន្ទុះពួកគេក៏បានបន្តដំណើរទៅខាងមុខចំណាយត្រឹមតែរយៈពេលជាង1យាមទៀតប៉ុណ្ណោះពួកគេបានទៅដល់គោលដៅដែលបានកំណត់បើតាមអ្វីដែលយើងមើលឃើញរបស់ដែលដឹកជញ្ជូននៅក្នុងកេសលើកនេះគួរតែជារបស់ដែលមានតម្លៃដូចជាចៅទាំងអស់នោះថាមែនហើយព្រោះថាវាបានដឹកចូលទៅកាន់រដ្ឋាភិបាលដែលជាកន្លែងស្តុកលុយរបស់ទីក្រុងមួយដែលអគារនោះមានឈ្មោះថា Haiher Bank វាគឺជាធនាគារ Haiher បេសកកម្មពួកគេបានទៅដល់គោលដៅអ្នករបួសចូលពេទ្យអ្នកនឿយហត់ក៏កំពុងតែសម្រាកចំណែកស៊ូមូក៏មានគោលដៅមួយផ្ទាល់ខ្លួនផងដែរដោយគេត្រូវទៅកាន់អារាមសាលីនៅក្បែរនេះដើម្បីប្រគល់នៅកពីសុត្រាបេះដូងបរិសុទ្ធឋានសួគ៌ទៅកាន់ម្ចាស់ដើមគេវិញនេះគឺជាបេសកកម្មមួយនៅក្នុងចំណោមបេសកកម្មទាំងពីរដែលជីតាចាស់បានប្រាប់ឲ្យគេធ្វើសម្លឹងពីកន្លែងដែលពួកគេបានស្នាក់នៅបច្ចុប្បន្នក៏អាចឃើញពីទីតាំងរបស់អារាមសាលីងបានដែរគឺនៅកំពូលភ្នំសុងដែលមិនឆ្ងាយពីទីនឹងប៉ុន្មាននោះទេវាមានចម្ងាយប៉ុន្មានត្រឹមតែ65គីឡូប៉ុណ្ណោះពីកន្លែងដែលពួកគេស្នាក់នៅបច្ចុប្បន្នចូលទៅរកមេក្រុមលីចិនស៊ូមូក៏បាននិយាយប្រាប់ដោយត្រង់ថាខ្លួនមានភារកិច្ចដែលគ្រួសារបានប្រគល់ឲ្យដើម្បីឡើងទៅកំពូលភ្នំសុងនៃអារាមសាលីងបើសិនជាមេក្រុមអនុញ្ញាតគេនឹងប្រញាប់ទៅហើយនឹងប្រញាប់ត្រឡប់មកវិញពេលនោះមេក្រុមលីចិនក៏បានតបទៅកាន់ស៊ូមូមិនអីទេឯងក៏អាចទៅទីនោះបានតាមតែចិត្តចង់ពីព្រោះពួកយើងនឹងត្រូវស្នាក់នៅទីនេះយ៉ាងហោចណាស់មួយសប្តាហ៍ដើម្បីឲ្យបងប្អូនដែលមានរបួសជាសះស្បើយទើបយើងអាចធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងរបស់យើងវិញស៊ូមូបានដាក់ដៃធ្វើការអរគុណម្ដងទៀតនិងចាក់ចេញពីទីនោះយ៉ាងប្រញាប់មើលតែល្បឿនរបស់គេទៅក៏ដឹងដោយមិនចាំបាច់កណនាដែរនេះក៏ពិតជាលឿនដូចជាខ្យល់សត្វឆ្លុះសត្វប្រើសផ្អើលពីពេញព្រៃបើប្រៀបធៀបជាមួយនឹងចលនាចចកសត្វឆ្លុះដែលកំពុងតែរត់ក្បែរនឹងស៊ូមូនោះមិនអាចប្រៀបធៀបជាមួយនឹងល្បឿនរបស់គេបានតតែសោះធ្វើដំណើរទៅមុខបន្តិចទៀតស៊ូមូក៏បានប្រទះជាមួយនឹងទស្សនវិជ្ជាដែលមិនគួរឲ្យជឿមួយក្មេងៗតូចល្អិតដែលរស់នៅក្បែរជើងភ្នំនៃអារាមសាលីងបែរជាចេះវិជ្ជាគុណនិងវិជ្ជាសម្រាប់ខ្លួនដ៏ល្អឥតខ្ចោះពួកគេកំពុងតែប្រយុទ្ធនិងប្រកួតគ្នាទាក់ទងនឹងចលនានៃការបម្លាស់ទីស្នៀតនៃបច្ចេកទេសក្បាច់គុណជាច្រើនបានស្រែកចេញពីមាត់ក្មេងៗទាំងអស់នោះជំហានជើងទាំង100បាតដៃព្រះអរហន្តម្រាមដៃឋានសួគ៌ជួបជាមួយនឹងទស្សនវិជ្ជាដ៏ជក់ចិត្តបែបហ្នឹងស៊ូមូក៏បានឈប់សម្រាកនិងសម្លឹងមើលការហ្វឹកហាត់របស់ក្មេងៗនឹងដែលយកចិត្តទុកដាក់បន្ធូរអារម្មណ៍នឹកស្រមៃទៅកាន់អតីតកាលរបស់គេដែលបានហ្វឹកហាត់ជាមួយនឹងជីតាចាស់ដែលឡែកពីភាគនេះក៏ត្រូវបានបញ្ចប់ទៀតទៅហើយយើងនឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ